Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us all the time. Business ណាគឺស្អីគេសកម្មភាព business គឺត្រូវតែភ្ជាប់ណាជាមួយនឹងការងារជាក់ស្ដែងនៅក្នុងការបញ្ជូនទំនិញណាការងារធ្វើផែនការពីនឹងគ្រប់គ្រងទៅដល់គោលដៅក្នុងការធ្វើ business អញ្ចឹងយើងមើលយើងរៀននៅតាមមហាវិទ្យាល័យរាល់ថ្ងៃយើងរៀន business ក៏ប៉ុន្តែសួរថាតើនៅក្នុងកម្មវិធីបង្រៀនហ្នឹងមានបង្រៀនលម្អិតពីក្នុងការអនុវត្តជាក់ស្ដែងក្នុង logistics ទេខ្ញុំសូមឆ្លើយថាតិចណាស់អ្នកព្រោះអ្នកដែលមកធ្លាប់រៀនvớiខ្ញុំច្រើនហើយខ្ញុំសួរសូម្បីតែខាងគ្រូដែលគាត់ធ្លាប់បង្រៀន logistics នៅPSE ហ្នឹងក៏គាត់មករៀនជាមួយខ្ញុំ2ដងណាតាំងពីនៅ CJCC ម្ដងហើយរៀនវគ្គវែងនេះម្ដងគាត់ថាគ្រូដល់ពេលរៀនយល់គ្រូអីមិនដឹងញែកដឹងថានេះហើយខ្ញុំសួរថាខ្ញុំកើតគាត់បង្រៀនគាត់រៀនពីណាគាត់ថាគាត់រៀននៅនំគាត់ធ្លាប់រៀននៅនំហើយគាត់ក្រោយមកខាង PSE ហើយគាត់ទៅបង្រៀនគាត់បង្រៀននៅខាង PSE បានរយៈធំទៅឥឡូវហ្នឹងគាត់ធ្វើការនៅខាងកាលមុនគាត់នៅ OMA ដល់ពេលក្រោយមកឥឡូវនេះគាត់នៅខាងដូចជានៅខាងជាមួយខាងស្អីនេះក្រុមហ៊ុនធំដែរដល់ក្រុមហ៊ុនក្នុងស្រុកគាត់កាន់ខាង procurement គ្រូសំសួរមួយបាទលោកគ្រូតើតងទៅនឹងការធ្វើ business ក្រៅប្រទេសលោកគ្រូតើយើងគួរតែរៀបចំខ្លួនរបៀបម៉េចដើម្បីទទួលការធ្វើ business ហ្នឹងមុននឹងយើងចាប់ផ្ដើមធ្វើលោកគ្រូយើងត្រូវរៀបចំឯកសារឬក៏រៀបចំថវិកាឬក៏រៀបចំខ្លួនរបៀបម៉េចចឹងលោកចង់ដឹងសម្រាប់ខ្ញុំនិយាយឥឡូវខ្ញុំសំណួរនេះខ្ញុំនិយាយពីបទពិសោធន៍ខ្ញុំវិញសិនណាប្រកបហើយថវិកាបើយើងនិយាយពី